ពុទ្ធទំនាយរបស់លោកយាយប៉ាប៉ាវ៉ាងកាលោកអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់ហើយថាលោកយាយប៉ាប៉ាវ៉ាងកាគឺជាគ្រូទាយពិការភ្នែកដែលអាចទាយដឹងពីថ្ងៃអនាគតរបស់យើងបានលោកយាយសូម្បីតែថ្ងៃស្លាប់របស់គាត់ក៏គាត់អាចទាយដឹងមុនបានដែរនៅក្នុងការទូទាយរបស់គាត់នេះខ្ញុំសូមលើកយកនៅព្រឹត្តិការណ៍ចំនួន2មកចែកជូនទី1គឺការទូទាយនៅក្នុងឆ្នាំ2025ទី2ការទូទាយនៅក្នុងឆ្នាំ2026ដែរនៅក្នុងពុទ្ធទំនាយឆ្នាំ2025លោកយាយបានទាយថានៅក្នុងឆ្នាំ2025នឹងមានជំនួសនៅអឺរ៉ុបដល់សហាយដែលផ្ទុះឡើងរវាងប្រទេសពីរនៅអឺរ៉ុបការផ្ទុះអាវុធនេះគឺអាចនឹងបណ្ដាលឲ្យមានមនុស្សជាច្រើនបាត់បង់ជីវិតទី2អ្នកវិទ្យាសាស្ត្រអាចមើលឃើញពីខួរក្បាលរបស់មនុស្សដោយពុំចាំបាច់ដាក់ឧបករណ៍វិទ្យាសាស្ត្រក្នុងការស្វែងយល់នោះឡើយទី3ការធ្វើទំនាក់ទំនងជាមួយមនុស្សនៅក្រៅភពនេះគឺជាព្រឹត្តិការណ៍ក្នុងឆ្នាំ2025ចំណែកឯឆ្នាំ2026លោកយាយបានទាយថាទី1ផែនដីយើងនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ទី2សង្គ្រាមលោកលើកទី3នឹងកើតឡើងទី3បំរែបំរួលអាកាសធាតុទី4ហេតុការណ៍អេលៀនចុះមកលេងផែនដីទី5 AI នឹងគ្រប់គ្រងមនុស្សមានន័យថាមនុស្សគឺស្ថិតនៅក្រោមការបញ្ជារបស់ AI នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលលោកយាយបានទស្សន៍ទាយទោះបីជាហេតុការណ៍នេះពិតឬក៏មិនពិត 100% ក៏យើងអាចដឹងដែរថារាល់ព្រឹត្តិការណ៍ដែលលោកយាយបានទស្សន៍ទាយកន្លងមកគឺភាគរយច្រើននឹងមានហេតុការណ៍កើតឡើងជាក់ស្ដែងដូចនៅក្នុងពុទ្ធទំនាយរបស់គាត់ដែលបានទាយទុក